ក្រសួងបរិស្ថានកម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការនៅឡដុតសំណល់វិជ្ជសាស្ត្រនិងសំណល់ផ្លាស្ទិកគ្មានផ្សែងដែលមិនប្រើប្រាស់ថាមពលអគ្គិសនីគឺជំនួសមកវិញដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យក្នុងសន្និសីទសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិដេជោក្រោយបញ្ចប់បេសកកម្មនៅក្នុងប្រទេសជប៉ុនហើយបានមកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី19ខែកុម្ភៈឆ្នាំ2026នេះឯកឧត្តមអៀងសុផល្លែនរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថាក្រសួងបរិស្ថានកម្ពុជាបានទៅធ្វើទស្សនកិច្ចរោងចក្រផលិតឡសំណល់វិជ្ជសាស្ត្រនិងសំណល់ផ្លាស្ទិកដែលជាឡមួយដុតទៅអត់មានផ្សែងឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាឡដុតនោះដុតទៅអត់មានផ្សែងទេមានតែចំហាយទឹកមកវិញដែលជាបច្ចេកទេសល្អយើងបានទៅមើលហើយយើងបានបញ្ជាទិញដើម្បីយកមកប្រើប្រាស់នៅកម្ពុជាយើងផងដែរការបញ្ជាទិញនេះសង្ឃឹមថាកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុនក្រសួងបរិស្ថានជប៉ុននិងក្រុមហ៊ុនជប៉ុននឹងជួយយើងឲ្យបានច្រើនគ្រឿងគោលដៅរបស់យើងគឺធ្វើយ៉ាងណាឲ្យមួយស្រុកមានមួយគ្រឿងហើយឯកឧត្តមបានបន្តថាឡដុតសំណល់វិជ្ជសាស្ត្រនិងសំណល់ផ្លាស្ទិកនឹងមិនប្រើប្រាស់ថាមពលអគ្គិសនីនោះទេប៉ុន្តែនឹងជំនួសមកវិញដោយការប្រើប្រាស់ថាមពលទាញពីប្រភពពន្លឺព្រះអាទិត្យសូឡាបានទៅធ្វើទស្សនកិច្ចនៅរោងចក្រផលិតincinerator បាទឡដុតសំណល់វិទ្យាសាស្ត្រនិងឡដុតសំណល់ផ្លាស្ទិកបាទយើងអាចដុតសម្រាមបានដែរប៉ុន្តែសំណល់វិទ្យាសាស្ត្រពីមន្ទីរពេទ្យមកដុតទៅបានហើយទៅផ្លាស្ទិកដុតទៅគឺជាឡមួយដែលអត់មានផ្សែងគាត់ដុតទៅអត់មានផ្សែងទេមានតែចំហាយទឹកមកវិញបច្ចេកទេសគាត់ល្អយើងបានទៅមើលហើយយើងក៏បានបញ្ជាទិញដើម្បីយកមកប្រើប្រាស់នៅកម្ពុជាយើងផងដែរហើយការបញ្ជាទិញនេះខ្ញុំសង្ឃឹមថាជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយនឹងភាគីជប៉ុនក្រសួងបរិស្ថានជប៉ុននិងក្រុមហ៊ុនតិចទៀតដែលខ្ញុំនឹងជម្រាបជូនហ្នឹងគាត់នឹងជួយយើងបាទបានថែមទៀតច្រើនគ្រឿងគោលដៅរបស់ខ្ញុំធ្វើយ៉ាងណាអាចមកស្រុកបានមួយគ្រឿងទៅអញ្ចឹងទេយើងអាចក្រុមហ៊ុនដឹកសម្រាមកាលណាមានផ្លាស្ទិកមានសំណល់វិទ្យាសាស្ត្រយកមកដុតកន្លែងហ្នឹងតែម្ដងហើយអ្វីដែលជាពិសេសនោះបានពិភាក្សាជាមួយគាត់សុំគាត់មិនឲ្យយើងម៉ាស៊ីនដែលប្រើប្រាស់អគ្គិសនីទេសូមឲ្យគាត់កែច្នៃវាប្រើប្រាស់ជាសូឡាមកវិញបាទជាផ្ទាំងសូឡាមកវិញអញ្ចឹងទេនៅយើងអាចយកវាដាក់ទីជនបទកន្លែងណាក៏បានដែរមិនជាពិបាកទេសូមបញ្ជាក់ថានៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងសំណល់ឯកឧត្តមអៀងសុផល្លែននិងរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុនក៏បានឯកភាពគ្នាលើចំណុចចំនួន6រួមមាន 1. យន្តការអនុទានរួមដែលមានស្រាប់នឹងគម្រោងផ្នែកជីវម៉ាស 2. សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខ័ណ្ឌអាស៊ាន 3. ការគាំទ្រលើផែនការជាតិការបន្សាំនិងការប្រែប្រួលអាកាសធាតុជាពិសេសប្រព័ន្ធព្រមានជាមុន 4. ការកែច្នៃសម្រាមសំណល់ឡើងវិញនិងការទាញយកថាមពលអគ្គិសនីពីសំណល់ 5. ការផ្សព្វផ្សាយព័ត៌មានអំពីផលប៉ះពាល់នៃសម្រាមសំណល់ការផលិតថង់ជីវម៉ាសងាយបំបែកធាតុ 6. ការផ្លាស់ប្ដូរបទពិសោធន៍លើការគ្រប់គ្រងឧស្សាហជាតិក្នុងឱកាសនេះដែរក៏មានការចុះហត្ថលេខាលើអនុសារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថានកម្ពុជានិងសហព័ន្ធសហគមន៍មេធាវីជប៉ុនលើការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថានការពង្រឹងតម្លាភាពក្នុងការអនុញ្ញាតនិងអភិបាលកិច្ចបរិស្ថាននិងការកសាងប្រព័ន្ធក្របខ័ណ្ឌស្ថាប័នឲ្យកាន់តែរឹងមាំសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ